សម្រាប់ខ្ញុំមានទំនុកចិត្តខ្ពស់មែនទែនមកលើ clinic រដ្ឋាភិបាលតាក់ទងជាមួយនឹងសេវានៅក្នុង clinic គឺល្អខ្លាំងហ្មងហើយបើតាក់ទងជាមួយលោកគ្រូអ្នកគ្រូគឺរស់រាយរាក់ទាក់មែនទែនហើយថាយើងមានបញ្ហាអីសួរទៅកាន់ពួកគាត់ផ្ដល់ព័ត៌មានគឺលឿនហ្មងហើយបើតាក់ទងជាមួយនឹងបន្ទប់ស្នាក់នៅគឺសម្រាប់ខ្ញុំគឺល្អចាស្អាតទាំងអនាម័យទាំងសម្ភារៈប្រើប្រាស់គឺទំនើបចាពេញចិត្តជំរាបសួរបងចាជំរាបសួរអ្នកគ្រូចាអរគុណច្រើនបងដែលថ្ងៃនេះបានផ្ដល់បទសម្ភាសន៍សម្រាប់ការសម្រាលនៅមន្ទីរសម្រាប់រដ្ឋប្រភាយើងខ្ញុំមានសំណួរខ្លះចង់សួរទៅកាន់បងទីមួយចង់សួរថាតើបងស្គាល់មន្ទីរសម្រាប់ព្យាបាលរដ្ឋប្រភាតាមរយៈអ្វីដែរតាមរយៈមិត្តភ័ក្តិណែនាំតាមរយៈមិត្តភ័ក្តិណែនាំចាអញ្ចឹងតើបងមកសម្រាលនៅទីនេះសម្រាលដោយរបៀបណាដោយធម្មជាតិឬក៏ដោយវះកាត់ដោយធម្មជាតិអ្នកគ្រូសម្រាប់ដោយធម្មជាតិណាអញ្ចឹងតើការសម្រាលដោយធម្មជាតិនៅទីនេះតើបងចាប់តាមថាបងមានការលំបាកអ្វីខ្លះនិយាយទៅមានការលំបាកពីដំបូងបារម្ភរឿងដាក់ថ្នាំឲ្យឈឺពោះដោយសារតែខ្ញុំវាលើសថ្ងៃយូរហើយវាអត់ឈឺពោះចាដល់ពេលហើយអ្នកគ្រូក៏ណែនាំឲ្យខ្ញុំដាក់ថ្នាំដើម្បីឲ្យឈឺពោះអញ្ចឹងណាអត់អាចទុកទៀតបានទេហើយក៏សម្រាប់ចិត្តថាដាក់ថ្នាំឲ្យឈឺពោះហ្មងទៅពេលដែលដាក់ថ្នាំរយៈពេលនៃការឈឺគឺវាមានរយៈពេល16ម៉ោងប៉ុន្តែដែលឈឺខ្លាំងហ្មងគឺតែកន្លះម៉ោងទេ5ម៉ោងជាងនោះគឺឈឺលេងធម្មតាអញ្ចឹងណាចាចឹងមកន័យថាពីដំបូងយើងមានការបារម្ភខ្លាំងចាបារម្ភខ្លាំងដោយសារតែចាការដាក់ថ្នាំទៅខ្លាចលោឈឺខ្លាំងទ្រាំអត់បានប៉ុន្តែជាក់ស្ដែងនៅពេលដែលដាក់ថ្នាំវាមិនជាខុសប្លែកពីការឈឺពោះធម្មជាតិចាគឺអត់ពិបាកនិយាយថាអត់ពិបាកហ្មងអ្នកគ្រូចាហ្នឹងហើយបើតាមដឹងគឺអូនគាត់សម្រាលចំនួន3គីឡូ7ខាំចា3គីឡូ7ខាំតែរយៈពេលនៃការសម្រាលអត់ជាយូរប៉ុន្មានទេអត់ជាយូរទេអ្នកគ្រូលឿនមែនតើចាអញ្ចឹងចង់សួរសំណួរបន្ទាប់ទៀតថាធម្មតាបន្ទាប់ពីសម្រាលហើយគឺយើងនឹងត្រូវធ្វើការដេកពីមាសចាអញ្ចឹងចង់សួរថានៅពេលដេកហ្នឹងតើមានការឈឺចាប់ខ្លាំងប៉ុណ្ណាដែរបើតាក់ទងមួយការដេកសម្រាប់ខ្ញុំគឺអត់មានការឈឺទេអ្នកគ្រូឡងពេលដេកក្រោយពេលដេកធម្មតាវាតិចតួចបំផុតសឹងថាអត់ចាក្រោយពេលដេកគឺសឹងតែអត់ហ្មងអញ្ចឹងរយៈពេលដែលសម្រាប់ពេទ្យ2ថ្ងៃ3ថ្ងៃនេះក៏មិនមានការឈឺចាប់អីធំដុំដែរអត់មានការឈឺចាប់ចាអត់មានទេចាអញ្ចឹងចុងក្រោយតើមានពាក្យពេចន៍អ្វីចង់និយាយមកកាន់គ្លីនិករដ្ឋប្រភាចាជាចុងក្រោយគឺសម្រាប់ខ្ញុំមានទំនុកចិត្តខ្ពស់មែនទែនមកលើ clinic រដ្ឋប្រភាតាក់ទងជាមួយនឹងសេវានៅក្នុង clinic គឺល្អខ្លាំងហ្មងហើយបើតាក់ទងជាមួយលោកគ្រូអ្នកគ្រូគឺរស់រាយរាក់ទាក់មែនទែនហើយថាយើងមានបញ្ហាអីសួរទៅកាន់ពួកគាត់ផ្ដល់ព័ត៌មានគឺលឿនហ្មងហើយបើតាក់ទងជាមួយនឹងបន្ទប់ស្នាក់នៅគឺសម្រាប់ខ្ញុំគឺល្អចាស្អាតទាំងអនាម័យទាំងសម្ភារៈប្រើប្រាស់គឺទំនើបចាពេញចិត្តហើយជាចុងក្រោយខ្ញុំក៏សូមណែនាំទៅដល់បងប្អូនទាំងអស់គ្នាដែលគាត់មានបំណងនៅក្នុងការសម្រាលជ្រើសរើស clinic ឲ្យត្រូវអ្នកទាំងអស់គ្នាអាចមករដ្ឋាភិបាលបានចាសេវាទំនុកចិត្តគឺខ្ពស់មែនតើអរគុណសូមអរគុណ